តែទូរស័ព្ទបាទកំពូល smartphone បាទ Samsung បាទ25 Ultra ជាមួយនឹង iPhone 17 Pro Max ដែលទៅបច្ចេកទេសក្តៅហ្នឹងគេចង់ដឹងថាបាទតម្លៃថ្លៃបាទដូចគ្នាបាទអញ្ចឹងគេយកទៅបាទពិសោធន៍ដាក់ចាក់ទឹកដាក់ឲ្យយកទៅដាក់ទូកកបាទហើយចង់ដឹងថាវាខូចអត់ព្រោះថាតម្លៃវារៀងថ្លៃខ្ពស់ដែរបាទពីសិនទៅអីបាទក្បែរ 2000 អីហ្នឹងហើយដូចiPhone 17 អីក៏វាថ្លៃដែរអញ្ចឹងអ្នក fan iPhone នេះគេឆ្លាញ់តែ iPhone ទៅបើខ្ញុំវិញខ្ញុំ fan Ultra បាទ Samsung បាទ25 Ultra ហើយគេដាក់ចាក់ទឹកហើយគេក៏បិទគម្របឲ្យចិត្តបងប្អូនបាទវាត្រាំទឹកបានទេណាព្រោះបាទល្មមបានព្រោះថាតម្លៃវាខ្ពស់ដែរហើយគេយកមកដាក់បាទទូទឹកកកបាទបងអ្នកដែលបាទចង់ប្រើទូរស័ព្ទមើលហើយទៅថាគួរទិញទូរស័ព្ទមួយណាទោះបីជាឆ្លាញ់លើ brand បាទទុករយៈពេល12ម៉ោងឥឡូវមកបើកមើលវានឹងទៅជាយ៉ាងណាវាខូចឬក៏វាប្រើការបានដល់ពេល12ម៉ោងគឺវាកករឹងបងប្អូនចឹងហើយគេក៏ចាប់ដើមបើកអត់ចេញបាទខ្លាយជាតកកបាត់គួរតែដាក់ទូលើវាកកអីបាទអញ្ចឹងគេបើកទឹកដាក់បាទឲ្យវាជ្រុះបាទដុំតកកចេញបាទទឹកជ្រុះហើយគេក៏ដាក់បាទ iPhone ម្ដងបាទនេះចេញហើយបងប្អូនហើយវាកកនៅក្នុងតកកអញ្ចឹងអញ្ចឹងវាតម្លៃវាពោះអញ្ចឹងធ្លាក់ចូលទឹកចូលអីកកអញ្ចឹងវាអាចខូចអត់អញ្ចឹងចង់ដឹងគេនឹងតេស្តមើលឲ្យយើងដាក់ឲ្យលាតកកចេញទៅបាទបើវាយទៅវាបែកបាទអញ្ចឹងយើងដាក់ទឹករហូតអញ្ចឹងហើយបាទវាលាយតកកអស់បាទបន្ទាប់ពីលាយតកកចេញហើយវាជ្រុះចេញអញ្ចឹងក៏យកមកបាទលាងទៅអីស្អិតបាទនៅភ្លើងភ្លឺដែរបាទ Samsung អត់អីទេចាំមើល iPhone បាទអូ iPhone ក៏បាទនៅតែភ្លឺដដែលអញ្ចឹងយើងយកមកតេស្តមើលតើវាដើររលូនអត់ព្រោះថាវាថ្លៃអញ្ចឹងបើសិនជាដាក់ប៉ុណ្ណឹងខូចក៏នេះ iPhone ចាប់ដើមមកលុតថ្មដែរឡាក់លួលបាទ17 Pro Max អ្នកដែលទិញពេល Pro Max មើលហើយបងខកចិត្តនៅពេលដែលទូរស័ព្ទធ្លាក់ទឹកបាទហើយគេមកប្រៀបធៀបគ្នាហើយគេជូតហើយគេចង់ដឹងថាវាដំណើរការលឿនដដែលអត់ដាក់លួលបាទអត់មានអីទេហើយបើកបានធម្មតាបាទចុច Type អីសំឡេងបាទស្ពោះ iPhone វាលឺរៀងបែកតដែរទឹកបាទចូលក្នុង upload វាតិចទៅវិញតែ Samsung វិញគឺលឺច្បាស់ដដែលល្អអញ្ចឹងសម្រាប់ខ្ញុំបាទគ្រប់គ្រងឲ្យបងប្អូនប្រើ Samsung ថាទៅ iPhone បាទអាចថាវាអន់ជាងបាទហើយអញ្ចឹងចេញលទ្ធផលហើយបងប្អូនបាទមានលុយពេញប្រើទៅតាមដែលបងប្អូនស្រឡាញ់ទៅតែបើខ្ញុំវិញឲ្យ iPhone ទៅទេខ្ញុំអត់យកដែរខ្ញុំប្រើឆ្អែតអីហើយក៏ខ្ញុំងាកមកប្រើ Ultra ប្រើ Samsung ខ្ញុំចាស់ប្រើ Samsung វាល្អដាច់នេះឥឡូវមានតែប៉ុណ្ណឹងបងប្អូន